សេចក្តីជូនដំណឹងពិធីបន់បញ្ចុះនៅខណ្ឌសីមាសាមពុទ្ធឆ្លងប្រាវេហាវត្តព្រៃវរទើបបានកសាងថ្មីរួចស្រេចកម្មវិធីបន់ធំនេះនឹងប្រព្រឹត្តនៅរយៈពេល3ថ្ងៃគឺថ្ងៃ17 18 19 ខែមេសា គ្រិស្តសករាជ2026ត្រូវនឹងថ្ងៃ1ថ្ងៃ2 3កើតខែវិសាខឆ្នាំមកមីអច្ឆស័កពុទ្ធសករាជ2569អាសយដ្ឋានវត្តនៅឃុំឡុងហេបខេត្តវិញឡុងអតីតឃុំងកបៀងខេត្តតាវិញអាស្រ័យហេតុនេះយើងខ្ញុំសូមជំនួសឲ្យព្រះចៅអធិការវត្តនិងគណៈកម្មការព្រមទាំងពុទ្ធបរិស័ទក្នុងចំណោះជើងវត្តសូមគោរពនិមន្តគ្រូឧបជាយាចារ្យព្រះដេចព្រះគុណព្រះចៅអធិការព្រះករណាគ្រប់ព្រះអង្គហើយសូមគោរពអញ្ជើញលោកយាយតាពុកម៉ែបងប្អូនកុមារាកុមារីនៅជិតនៅឆ្ងាយក្តីបើឮសូរឃោសនាសាររបស់យើងខ្ញុំប្រសពប្រសាយហើយក៏សូមឆ្លៀតពេលវេលាដ៏មានតម្លៃថ្លៃថ្នូរមករួមប្រសាយសប្បាយជាមួយយើងខ្ញុំអញ្ជើញមកចូលរួមក្នុងពិធីបន់នេះដើម្បីរួមអបអរសាទរនិងទទួលបន់កុសលជាមួយគ្នាតាមប្រពៃណីពិធីឆ្លងព្រះវិហារបញ្ចុះនៅខណ្ឌសីមាពុទ្ធបរិស័ទអាចនឹងចំណាយលុយវត្ថុមានតម្លៃនិងវត្ថុផ្សេងទៀតដូចជាប្រកាឈូកធូបធានសម្បត្តិស្រូវអង្ករសៀវភៅបកាយកបិចកបោបដាក់ចុះរន្សីមាពិធីនេះមានន័យថាដាក់មូលដ្ឋានសំណាងល្អឲ្យវត្តមានភាពរឹងមាំយូរអង្វែងនិងឲ្យពុទ្ធសាសនារឹងរីកចម្រើនជានិច្ចនៅក្នុងពេលវេលាដ៏សក្ការៈនេះសូមអធិដ្ឋានរួមជាមួយគ្នាសូមឲ្យប្រទេសជាតិមានសន្តិភាពប្រជាជនរស់នៅសុខសាន្តភ្លៀងខ្យល់ត្រូវរដូវដំណាំស្រែចម្ការបានផលមានតម្លៃសូមឲ្យព្រះពុទ្ធសាសនារស់រវើកយូរអង្វែងពន្លឺនៃមេត្តានិងប្រាថ្នារបស់ព្រះពុទ្ធពន្លឺពេញពិភពលោកសូមឲ្យព្រះសង្ឃទាំងអស់មានសុខភាពល្អសេចក្តីសុខក្នុងព្រះធម៌និងដឹកនាំសត្វលោកទៅរកសេចក្តីសុខសាន្តសូមឲ្យពុទ្ធបរិស័ទទាំងអស់មានសុខភាពល្អគ្រួសារសុខសាន្តកូនចៅគោរពមេត្តាបិតាការងាររីកចម្រើនប្រុសព្រេងល្អកើតឡើងនឹងកិច្ចផាត់អំពីគ្រោះថ្នាក់អកុសលទាំងពួងសូមគោរពអញ្ជើញព្រះសង្ឃគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទជិតឆ្ងាយនៅគ្រប់ទិសទីកន្លែងមេត្តាអញ្ជើញមកចូលរួមក្នុងពិធីបន់ឆ្លងព្រះវិហារនិងបញ្ចុះសីមាវត្តព្រៃវរដើម្បីញ៉ាំងឲ្យពិធីបន់នេះប្រព្រឹត្តទៅដោយជោគជ័យអធិកអធមនិងពោរពេញដោយបុណ្យកុសលសូមនមោទនាសាធុសាធុសាធុ